បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំសូមណែនាំបងប្អូននៅប្រភេទប៊ូជងខ្សែ3ម៉ូតសម្រាប់ម៉ូតទី1នេះត្រូវជាមួយនឹងប្រអប់ជើងបងប្អូនដែលមានលក្ខណៈ slim ហើយប៊ូនេះបើសិនជាបងប្អូនមានប្រអប់ជើងធំប្រអប់ជើងក្រាស់ក៏រៀងពិបាកពាក់ដែរដោយសារតែប៊ូនេះយើងមានរាង slim ហើយមួយទៀតមុខរៀងទៅវែងបន្តិចបើយើងមើលពីរូបរាងវិញគឺថាកែងកម្ពស់3សង់ទីម៉ែត្រនេះគឺជាកែងស្តង់ដាររបស់ប៊ូហើយកម្ពស់ស្បែកនេះប្រហាក់ប្រហែលជា6សង់ទីម៉ែត្រគឺល្មមពាក់មិនហប់ជើងពេកឬមួយក៏មិនស្លាស់ជើងពេកទេហើយរាងនេះចាក់ស្ដែងទៅមិនសូវជាវែងពេកទេឬមួយក៏យើងនិយាយថាមិនមែនជាប៊ូបែបសិល្បៈដែលស្រួចស្លែមទេគឺប៊ូបែបកាយ៉ាឡៃបាតនេះគឺជាប្រភេទបាត premium ហើយជាប្រភេទស្បែកគោសុទ្ធ 100% បងប្អូនប្រើមិនបារម្ភរឿងជិចរបកស្បែកឬក៏ដាច់ស្បែកខូចទេនេះគឺប៊ូលេខ41ដូចគ្នាម៉ូតជងខ្សែដូចគ្នាតែបងប្អូនមើលទៅឃើញខ្លីជាងច្រើនដោយសារប៊ូនេះគឺតម្រូវជាមួយនឹងបងប្អូនដែលមានប្រអប់ជើងរាងខ្លីឬមួយក៏បងប្អូនដែលមិនសូវចូលចិត្តប៊ូមុខវែងគឺលក្ខណៈថាប៊ូល្មមមិនមែនជាប៊ូកូនកាត់ទេប៊ូកាយ៉ាឡៃប៉ុន្តែយើងធ្វើមុខរាងខ្លីម៉ូតនេះគឺ design មកជួយកាត់បន្ថយអាការៈហប់ជើងឬក៏បែកញើសជើងធំក្លិនជើងស្បែកគោទុនបងប្អូនពាក់មិនបារម្ភរឿងជើងទេបើសិនជាដើរធ្វើការពេញមួយថ្ងៃអីក៏មិនបារម្ភដោយសារស្បែកនេះទុនមែនតើហើយបងប្អូនប្រើយូរមិនខ្លាចជិចរបកស្បែកទេហើយបាតនេះទុនជារបៀបដូចបាតកស៊ូកង់ឡានដើរនៅលើការ៉ូមិនលឺប៉កទេហើយក៏មិនរអិលដែរហើយសម្រាប់ម៉ូតទី3នេះក៏ទំហំលេខ41ដែរបងប្អូនហើយលក្ខណៈខុសគ្នាពីប៊ូម៉ូតទី1និងម៉ូតទី2ចាក់ស្ដែងទៅកែងគឺកម្ពស់3សង់ទីម៉ែត្រដូចគ្នាទេហើយកម្ពស់ស្បែកនេះក៏ប្រហែលគ្នាដែរធ្នេរនិងគុណភាពស្បែកអីជាប្រភេទស្បែកគោ premium ដូចគ្នាអ្វីដែលខុសគ្នានោះគឺការ design នេះម៉ូតនេះក៏ប្រភេទប៊ូមុខខ្លីដែរប៉ុន្តែបងប្អូនអាចសង្កេតឃើញខាងលើនេះគេដេរយក style ឬក៏ដេរយកម៉ូតបន្តិចដើម្បីឲ្យរាងប៊ូយើងពាក់ទៅលេចធ្លោមួយវិញទៀតបងប្អូនអាចសង្កេតមើលកម្ពស់ស្បែកនេះពីស្មងជើងមុខមកដល់ម្រាមជើងនេះគឺមានលក្ខណៈខ្ពស់ស្លាស់សម្រាប់បងប្អូនដែលមានខ្នងជើងក្រាស់ខ្ពស់ហើយប្រអប់ជើងរាងធំដូច្នេះបងប្អូនអាចជ្រើសរើសម៉ូតនេះដើម្បីពាក់ទៅកុំឲ្យទាបជើងឈឺហើយម្យ៉ាងម៉ូតនេះក៏ជាប្រភេទស្បែកគោទុន premium ដែរស្បែកគោសុទ្ធតែម្ដងទាំងស្បែកក្រៅទាំងស្បែកដែលទ្រាប់ខាងក្នុងនេះគឺប្រើស្បែកគោទាំងអស់ដូច្នេះបងប្អូនប្រើទី1មិនខ្លាចរបកដាច់ទេហើយទី2ជួយកាត់បន្ថយអាការៈឈឺជើងឬក៏បែកញើសជើងសម្រាប់បងប្អូនដែលមានតម្រូវការប៊ូពាក់ធ្វើការប្រចាំថ្ងៃឬក៏ពាក់ចូលរួមកម្មវិធីផ្សេងៗបងប្អូនអាចទំនាក់ទំនងមកជាទិញតាមរយៈការឆាតមកកាន់ page link Telegram ឬបងប្អូនអាចអញ្ជើញមកដល់ហាងផ្ទាល់ដែលថាម៉លមានទីតាំងនៅលើផ្លូវ271ទល់មុខនឹងផ្សារហេលីជិតនឹងក្រុមហ៊ុនម៉ូតូ Honda ឬក៏បងប្អូនអាចចូលទៅកាន់ website ឬក៏ឆាតមកតាម Telegram ដើម្បីពិនិត្យមើលម៉ូតផ្សេងៗទៀតសូមអរគុណ